ទីមួយខ្ញុំចង់សួរហ្មងថាតើប្រភេទកាហ្វេអីគេដែលពេញនិយមនៅប្រទេសកម្ពុជាយើងសម្រាប់កាហ្វេដែលពេញនិយមនៅប្រទេសកម្ពុជាខ្ញុំគិតថាជាប្រភេទของកាហ្វេ Arabica លាយជាមួយនឹង Robusta ដែលមកជួយទិញបងអាចនឹងស្ថិតនៅចន្លោះអាយុអាចចន្លោះពី18ឆ្នាំដល់30ឆ្នាំបើសួរមួយទៀតតកតងទៅនឹងកម្រិតស្ករដែលពួកគាត់អាចញ៉ាំអញ្ចឹងលៀបពីច្រើនពួកគាត់ចូលចិត្តញ៉ាំកម្រិតម៉ាត់គាត់ចូលចិត្តញ៉ាំស្ករ30ហើយនិងស្ករហេប្រាប់ពីតិចនិចនៃការលៀបថាការហាក់ដីបានហាងបបងលៀបវាមានភាព unique លៀបតាក់ទាញភ្ញៀវអីគេខ្លះអត់ There are no reasons because you're super cute អាហ្នឹងแบบខ្ញុំមកពីខប់កាហ្វេពីសារតែខាងកាហ្វេខ្ញុំគឺមេគាត់លីងអីកាហ្វេខ្លួនឯងទៅអញ្ចឹងវាយូលីកផងបាយអាច predict លឺថាទោះទាយបានថានៅថ្ងៃអនាគតការគាំទ្រការញ៉ាំកាហ្វេហ្នឹងអាចមានការនៅថេរដែរឬក៏កើនឡើងនៅថេបងដោយសារយើងឥឡូវធ្វើការងារច្រើនហើយយើងត្រូវការកាហ្វេដើម្បីជួយការធ្វើពល